សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រំចងកុំភ្លេចចុច Like Subscribers ផងណាថ្ងៃនេះ Admin យករឿងថ្មីមកសម្រាយទៀតហើយបាទស្ដេចបោកប្រាស់ជឹងសឹងនិងមេរៀនគ្នាមេតារឿងចាប់ផ្ដើមណែនាំយើងឲ្យស្គាល់ពិភពដ៏ស្មុគស្មាញនៃខ្សែភាពយន្តរបស់លោកโจសឹងឈីដែលតែងតែមានតួឯកស្រីលេចធ្លោប៉ុន្តែរឿងនេះផ្ដោតសំខាន់លើតួអង្គឈឹងសឹងដែលជាកំពូលអ្នកបោកប្រាស់និងជាមនុស្សកំសត់ម្នាក់ដែលតែងតែបរាជ័យក្នុងទំនាក់ទំនងស្នេហាឈឹងសឹងតើបានបន្តបណ្ដាលដោយគ្រូរបស់គាត់ជាមួយនឹងមេរៀនដ៏ខូខៅមួយរស់នៅក្នុងโลกនេះត្រូវតែគ្មានក្តីមេត្តានិងគ្មានសច្ចធម៌គាត់បានទទួលយកមេរៀននេះយ៉ាងស៊ីជម្រៅរហូតដល់ហ៊ានក្បត់និងបោកប្រាស់គ្រូរបស់ខ្លួនឯងក្រោយពីបានជំនាញរួចភាពប៉ិនប្រសប់របស់ឈឹងសឹងគឺអាចបង្ហាញបានគ្រប់ទីកន្លែងសូម្បីតែពេលជិះតាក់ស៊ីធម្មតាគាត់ធ្វើពុតជាមនុស្សពីការភ្នែកដើម្បីតាក់ទាញការអាណិតនិងគិតពីការបង់ថ្លៃទោះជាយ៉ាងណាភាពវៃឆ្លាតរបស់គាត់មិនអាចជួយគាត់ក្នុងស្នេហាបានឡើយនៅពេលនោះគាត់បានទទួលទូរស័ព្ទពីអតីតមិត្តស្រីដ៏ជាទីស្រឡាញ់របស់គាត់ដែលមានឈ្មោះអាសានដែលប្រកាសថានាងនឹងរៀបចំការជាមួយម្នាក់ទៀតឈឹងសឹងមានការឈឺចាប់និងសោកស្ដាយយ៉ាងខ្លាំងដោយព្យាយាមនិយាយបញ្ចុះបញ្ចោឲ្យនាងនៅដដែលតែអាសានបានឆ្លើយតបយ៉ាងត្រជាក់ថាឯងមកយឺតពេលហើយភាពបរាជ័យក្នុងស្នេហានេះបានក្លាយជាកត្តាជំរុញឲ្យឈឹងសឹងកាន់តែលាក់បងចោលអារម្មណ៍និងបន្តនៅលើផ្លូវបោកប្រាស់នៅពេលដែលកំពុងធ្វើពុតជាពីការភ្នែកលើតាក់ស៊ីឈឹងសឹងត្រូវបានអ្នកបោកប្រាស់ស្រីថ្មីថ្មោម្នាក់ទៀតចាប់អារម្មណ៍ផងដែរនាងឈ្មោះយេយួនដែលជាមនុស្សស្មោះត្រង់ជាងឈឹងសឹងតែត្រូវបង្ខំចិត្តចូលទៅក្នុងពិភពបោកប្រាស់ព្រោះតែបំណុលនាងព្យាយាមធ្វើពុតជាចិត្តខំដើម្បីបោកប្រាស់គាត់ឈឹងសឹងបានដឹងភ្លាមថានាងគឺជាអ្នករួមអាជីពតែគាត់មិនបានលាតត្រដាងនាងឡើយព្រោះចង់មើលការសម្ដែងរបស់នាងឈឹងសឹងបានបង្ហាញនៅជំនាញដ៏ចាស់ទុំរបស់ខ្លួនក្នុងការទប់ទល់នឹងល្បិចកលរបស់យេយួនភាពប៉ិនប្រសប់របស់គាត់ធ្វើឲ្យយេយួនបរាជ័យក្នុងការបោកប្រាស់មិនយូរប៉ុន្មានជោគវាសនាបានចងអ្នកបោកប្រាស់ទាំងពីរនេះចូលគ្នាស្របពេលនេះតួអង្គមួយទៀតឈ្មោះហ្វាគឺដែលជាអ្នកបោកប្រាស់ជើងចាស់មានបទពិសោធន៍ក៏បានជាប់បំណុលដ៏ធំមួយជាមួយនឹងមេក្រុមដ៏សាហាវម្នាក់មេក្រុមនោះបានផ្ដល់ឲ្យហ្វាគឺនៅឱកាសដកបំណុលគឺត្រូវចូលទៅលួចវត្ថុបុរាណថ្លៃៗក្នុងវីឡាដ៏ប្រណិតមួយដែលម្ចាស់ផ្ទះបានចេញទៅក្រៅប្រទេសរយៈពេល1ខែហ្វាគឺមានអារម្មណ៍បន្ថែមខ្លួនខ្លាំងណាស់ដែលត្រូវតែធ្វើជាចៅលួចព្រោះគាត់ជាអ្នកបោកប្រាស់ដែលមើលងាយការលួចតែដោយសារស្ថានភាពបានបង្ខំឲ្យគាត់ទទួលយកការងារនេះនៅពេលកំពុងរៀបចំការលួចហ្វាគឺបានទទួលសារសម្លេងពីមិត្តភ័ក្តិរបស់ម្ចាស់ផ្ទះថានឹងមានអ្នកជំនួយមានទ្រព្យសម្បត្តិម្នាក់ឈ្មោះឆេគីមកស្នាក់នៅនឹងជួបពិភាក្សាអំពីការវិនិយោគពេលដឹងដំណឹងនេះហ្វាគឺក៏ផ្លាស់ប្ដូរផែនការភ្លាមការបោកប្រាស់អ្នកជំនួយម្នាក់ឲ្យអស់ពីខ្លួនគឺជាកិច្ចការដ៏ស័ក្តិសមនឹងមានកម្រិតខ្ពស់ជាងការលួចរបស់របរគាត់ក៏បានតាក់ទងដៃគូចាស់របស់ខ្លួនដែលមានឈ្មោះពេញជេដើម្បីរៀបចំល្បិចបោកប្រាស់ចុងក្រោយសម្រាប់ស្វាគមន៍អ្នកជំនួយជេធីនៅពេលយប់ឈឹងសឹងនិងយេយួនក៏បានលួចចូលទៅក្នុងវីឡានេះផងដែរប៉ុន្តែដោយសារតែគ្មានកាបូបគ្រប់គ្រាន់សម្រាប់ដាក់របស់ពួកគេក៏ត្រូវត្រឡប់មកវិញដោយដៃទទេនៅពេលពួកគេចេញមកវិញស្រាប់តែហ្វាគឺនិងពីងជេក៏បានមកដល់ពួកគេបានស្មានថាឈឹងសឹងដែលកំពុងឈរនៅមាត់ទ្វារគឺជាអ្នកជំនួយជេខីដោយចៃដន្យនេះឈឹងសឹងក៏បានឆ្លៀតឱកាសដើរតួជាជេខីហើយចូលទៅក្នុងវីឡាដ៏ប្រណិតនោះលោកបែងបោកប្រាស់ថ្មីមួយក៏ចាប់ផ្ដើមឡើងហើយដោយមានហ្វាគឺនិងពីងជេដើរតួជាម្ចាស់វីឡាដើម្បីបោកប្រាស់ឈឹងសឹងដែលជាជេខីកលែងខ្លាយមិនយូរប៉ុន្មាននារីអ្នកបោកប្រាស់យេយួនក៏បានត្រឡប់មកដល់វីឡានេះវិញក្នុងសភាពស្រវឹងជោគជ័យនាងត្រូវអ្នកបើកតាក់ស៊ីព្យាយាមបៀតបៀនតែហ្វាគឺបានចេញមកជួយសង្គ្រោះហើយក៏បាននាំនាងចូលទៅក្នុងវីឡាយេយួនក៏ក្លាយជាតួអង្គមួយទៀតក្នុងល្បែងបោកប្រាស់ដ៏ស្មុគស្មាញដែលទាមទារឲ្យគ្រប់គ្នាត្រូវប្រុងប្រយ័ត្ននិងសម្ដែងឲ្យបានល្អឥតពាក្យឥតដើម្បីកុំឲ្យបែកការ